ជំរាបសួរពុកម៉ែបងប្អូនតោះមកស្លមជូរប្រលិតត្រួយអំពិលខ្ចីជាមួយខ្ញុំបាទទាំងអស់គ្នាបាទហើយនឹងមានអីបងប្អូនមានកូនត្រីហ្នឹងផលិតឡើយដាំទឹកហ្នឹងពុំដាំទឹកទៀតដាក់ឡាយដាក់ត្រីចូលហ្នឹងហើយបងប្អូនយើងដាក់ត្រួយអំពិលត្រួយអីថែមតិចតួចទៀតហើយរៀងស្ទើរជូរបងប្អូនឥឡូវយើងពុះហើយចិត្តបានញ៉ាំបងប្អូនដាក់បន្លែដាក់អីតិចទៀតបានញ៉ាំបងប្អូនមកពុះទៀតបានញ៉ាំហើយហ្នឹងហើយបងប្អូនជូរផលិតអត់យូរទេដាក់បន្លែដាក់អីហើយមកពុះទៀតច្រើនហើយបងប្អូនហើយលឿនណាបងជូរផលិតមកផ្លែបានញ៉ាំដាក់មកបងដាក់អមអីចូលហើយនេះដល់ណាបងប្អូនអមមក